នៅពេលដែលក្រុមហ៊ុនមានការរីកចម្រើននិងជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរបាទមិនថានៅក្នុងប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្នឬក៏បងប្អូនប្រជាពលរដ្ឋដែលធ្វើចំណាក់ស្រុកពីប្រទេសជិតខាងមកចូលប្រទេសកម្ពុជាសុទ្ធតែមានឱកាសការងារបាទមានឱកាសការងារហើយមានប្រាក់ខែល្អទៀតហើយបើសិនជាបន្តិចទៀតយើងខ្លាចជាក្រុមហ៊ុនលេខ1នៃការចែកចាយទឹកពិសាបរិសុទ្ធនៅក្នុងប្រទេសកម្ពុជានោះយើងមានការត្រូវការកម្លាំងច្រើនខ្លាំងមែនទែនអញ្ចឹងយើងនឹងអាចឈានទៅដល់ការជួយបាទដល់បងប្អូនប្រជាពលរដ្ឋខ្មែរឲ្យមានការងារធ្វើក្នុងចំនួនច្រើនបាទក្នុងចំនួនច្រើនហើយវាក៏ជាការរួមចំណែកក្នុងការជួយជាតិជួយដល់បាទការកសាងប្រទេសជាតិរបស់យើងទាំងមូលផងដែរបាទអញ្ចឹងសម្រាប់ពេលនេះដែរបងមានអារម្មណ៍យ៉ាងណាដែរនៅក្នុងព្រឹត្តិការណ៍ចង់ឲ្យវាមានបន្តទៀតទេហើយអាចក្នុងមួយឆ្នាំយើងប្រហែលដងដែរចឹងបាទអរគុណសម្រាប់សំណួរបងប្អូនខ្ញុំមកចូលរួមខ្ញុំឃើញមានផលិតផលខ្មែរច្រើនណាស់ដែលយើងអត់បានឃើញទេយើងអត់សូវបានស្គាល់ទេយើងអត់សូវបានដឹងទេអញ្ចឹងនៅពេលដែលមានព្រឹត្តិការណ៍ពិព័រណ៍ជាតិបែបនេះល្អខ្លាំងខ្ញុំថាល្អខ្លាំងមែនទែនគឺខ្ញុំចង់ឲ្យមានការរៀបចំក្នុងមួយឆ្នាំយ៉ាងតិចបំផុត2ដងបាទតិចបំផុត2ដងបើអាចទេលើសពី2ក៏រឹតតែល្អបាទក៏រឹតតែល្អហើយសូមបងប្អូនប្រជាពលរដ្ឋខ្មែរមេត្តាគ្រប់គ្រងផលិតផលក្នុងស្រុកគ្រប់គ្រងឲ្យបានច្រើនមុនពេលដែលបងប្អូនចង់គ្រប់គ្រងផលិតផលដទៃសូមបងប្អូនគ្រប់គ្រងផលិតផលជាតិសិនបើសិនជាជាតិយើងអត់មានផលិតផលឲ្យបងប្អូនត្រូវការចាំគ្រប់គ្រងផលិតផលរបស់ជាតិសាសន៍ដទៃតែបើសិនជាជាតិរបស់យើងមានផលិតផលដែលផលិតនៅក្នុងស្រុកសូមបងប្អូនគ្រប់គ្រងសូមគ្រប់គ្រងទៅដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិប្រទេសយើងរីកចម្រើនទៅបានលុះត្រាណាតែផលិតករសហគ្រិនក្នុងស្រុកហ្នឹងបាទគាត់រីកចម្រើនគាត់លក់បានច្រើនបាទសេដ្ឋកិច្ចគាត់ល្អប្រទេសជាតិយើងនឹងរីកចម្រើនដោយស្វ័យប្រវត្តិបាទអរគុណបាទ